លោកត្រូវបានគេចាត់ទុកជាកវីនិពន្ធជនជាតិអង់គ្លេសដ៏ឆ្នើមបំផុតក្នុងពិភពលោកលោក William Shakespeare កើតក្នុងគ្រួសារមិនចេះអក្សរក្លាយជាអ្នកនិពន្ធដ៏ល្បីក្នុងលោកលោក William Shakespeare ជាកវីនិពន្ធរឿងល្ខោនកំណាព្យនិងក៏ជាអ្នកសម្ដែងល្ខោនដែរស្នាដៃរបស់លោកទទួលបានការគាំទ្រពេញទូទាំងពិភពលោកប៉ុន្តែជីវិតឯកជនរបស់លោកស្ថិតក្នុងភាពអាថ៌កំបាំងយ៉ាងខ្លាំងមានប្រភពសំខាន់ចំនួន2ដែលជួយឲ្យប្រវត្តិវិទូយល់ដឹងខ្លះអំពីជីវិតរបស់លោក Shakespeare គឺទី1តាមរយៈកំណាព្យរឿងល្ខោននិងមរតករបស់លោកចំណែកប្រភពមួយទៀតគឺតាមរយៈឯកសារផ្លូវការផ្ដល់ដោយព្រះវិហារសាសនាមួយនិងកំណត់ត្រារបស់តុលាការប៉ុន្តែប្រភពទាំងនេះគ្រាន់តែបង្ហាញនូវរូបភាពខ្លីៗនៃព្រឹត្តិការណ៍ជីវិតនិងការយល់ដឹងតិចតួចប៉ុណ្ណោះពីរូបលោកតើលោក William Shakespeare មានប្រវត្តិយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅមិនត្រូវបានគេស្គាល់កាលបរិច្ឆេទកំណើតច្បាស់មិនមានកំណត់ត្រាអំពីកាលបរិច្ឆេទកំណើតរបស់លោកនៅសេសសល់ឡើយប៉ុន្តែកំណត់ត្រានៅតាមព្រះវិហារចាស់មួយបានបង្ហាញថាទារក William Shakespeare ត្រូវបានគេធ្វើពិធីជ្រមុជទឹកនៅព្រះវិហារ Holy Trinity Church នៅក្នុងទីក្រុង Stratford upon Avon នៅថ្ងៃទី26ខែមេសាឆ្នាំ1564តាមរយៈកាលបរិច្ឆេទនៃពិធីបុណ្យជ្រមុជទឹកនេះគេជឿជាក់ថាទារកនេះប្រហែលជាកើតនៅថ្ងៃទី23ខែមេសាឆ្នាំ1564កាលបរិច្ឆេទនេះក៏ត្រូវបានអ្នកសិក្សាស្រាវជ្រាវទទួលស្គាល់ថាជាថ្ងៃកំណើតរបស់លោកដែរកើតក្នុងគ្រួសារមិនចេះអក្សរលោក William Shakespeare ជាកូនទី3នៅក្នុងគ្រួសារមុនពេលចាប់កំណើតឪពុករបស់លោកជាអ្នកស្រែចម្ការប្រកបរបរចិញ្ចឹមជីវិតយ៉ាងច្រើនរហូតក្លាយជាអ្នកមើលការខុសត្រូវរោងចក្រស្រាបៀរនិងបានរៀបការជាមួយនាង Mary Arden ដែលជាកូនស្រីរបស់អ្នកចម្ការស្ដុកស្ដំម្នាក់នៅក្នុងតំបន់និងបានផ្លាស់ប្ដូរឋានៈក្នុងសង្គមរបស់ខ្លួនបានកាន់តែប្រសើរក្រោយមកឪពុករបស់លោកជំពាក់បំណុលគេយ៉ាងច្រើនរហូតត្រូវប្រឈមមុខនឹងផ្លូវច្បាប់កំណត់ត្រាខ្លីៗដែលនិយាយអំពីកុមារភាពរបស់ William Shakespeare ស្ទើរតែគ្មានលើកឡើងពីការអប់រំរបស់កុមារានេះទេប្រវត្តិវិទូជាច្រើនបានសន្និដ្ឋានថាឪពុកម្ដាយរបស់ Shakespeare ជាអនក្ខរជនពលគឺមិនចេះអក្សរទាល់តែសោះដែលនេះជារឿងធម្មតាក្នុងរជ្ជកាលម្ចាស់ក្សត្រី Elizabeth ចំណែក Shakespeare ត្រូវបានគេសន្និដ្ឋានថាបានចូលសិក្សានៅសាលា King New School ក្នុងទីក្រុង Stratford ដែលនៅទីនោះមានការអប់រំអំពីអំណានសំណេរភាសាឡាតាំងនិងតន្ត្រីជីវិតគ្រួសារនិងកូនលោក William Shakespeare បានរៀបការជាមួយស្ត្រីឈ្មោះ Anne Hathaway នៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ1582ក្នុងទីក្រុង Worcester នៃខេត្ត Canterbury របស់ប្រទេសអង់គ្លេសភរិយារបស់លោកមកពីតំបន់ Shottery ដែលជាភូមិតូចមួយស្ថិតនៅភាគខាងលិចទីក្រុង Stratford នៅពេលរៀបការលោក Shakespeare មានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះខណៈភរិយារបស់លោកមានអាយុ26ឆ្នាំនៅថ្ងៃទី26ខែឧសភាឆ្នាំ1583កូនស្រីដំបូងរបស់ពួកគេចាប់កំណើតនិងត្រូវបានផ្ដល់នាមថា Susanna 2ឆ្នាំក្រោយមកពលគឺនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ1585អ្នកទាំងពីរទទួលបានកូនភ្លោះប្រុសស្រីដែលត្រូវបានផ្ដល់ឈ្មោះថា Hamnet និង Judith កុមារា Hamnet បានស្លាប់ដោយសារជំងឺនៅអាយុ11ឆ្នាំគេមិនសូវដឹងរឿងច្រើនទាក់ទងនឹងចំណងស្នេហានេះទេដឹងត្រឹមថាបន្ទាប់ពីនោះលោក Shakespeare ចូលចិត្តនៅបែកគ្នាពីភរិយាជាញឹកញាប់រហូតទីបំផុតពួកគេបានលែងលះគ្នាបាត់ខ្លួនយ៉ាងអាថ៌កំបាំងមានរយៈពេលរហូតដល់ទៅ7ឆ្នាំដែលមិនមានការកត់ត្រាអ្វីពីជីវិតរបស់លោក William Shakespeare ក្រោយពេលភរិយារបស់លោកផ្ដល់កំណើតដល់កូនភ្លោះប្រុសស្រីក្នុងឆ្នាំ1585ប្រវត្តិវិទូជាច្រើនបានហៅពេលនោះថាជាឆ្នាំអាថ៌កំបាំងហើយមានការប៉ាន់ស្មានជាទូទៅលើអ្វីដែលលោកកំពុងធ្វើនៅក្នុងអំឡុងពេលនោះការសន្និដ្ឋានមួយបានលើកឡើងថាលោក William Shakespeare ប្រហែលជាជាប់រវល់ធ្វើជាជំនួយការរបស់នាយកសាលាមួយនៅក្នុងតំបន់លោកអាចទៅធ្វើជាគ្រូបង្រៀនផ្នែកច្បាប់ធ្វើដំណើរកម្សាន្តនៅបណ្ដាប្រទេសនានាក្នុងទ្វីបអឺរ៉ុបឬចូលរួមជាមួយក្រុមអ្នកសម្ដែងសិល្បៈដែលបានឆ្លងកាត់ទីក្រុង Stratford ជាទូទៅមានការជឿជាក់ថាលោកបានមកដល់ទីក្រុងឡុងនៅពាក់កណ្ដាលចុងទសវត្ស1580និងបានក្លាយជាអ្នកមើលថែសេះនៅតាមរោងល្ខោនក្នុងទីក្រុងនោះក្លាយជាសមាជិកស្ថាបនិកក្រុមតួសម្ដែងនៅដើមទសវត្សរ៍ឆ្នាំ1590ឯកសារបានបង្ហាញថាលោក William Shakespeare បានក្លាយជាសមាជិកស្ថាបនិកក្រុមតួសម្ដែងឈ្មោះ Lord Chamberlain's Men ក្នុងទីក្រុងឡុង
ជាក្រុមតួសម្ដែងដ៏សំខាន់បំផុតមួយនៅក្នុងសម័យកាលនោះត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា Kingsman ដែលស្ថិតក្រោមការឧបត្ថម្ភពីព្រះចៅ James ទី1 មហាក្សត្រនៃប្រទេសអង់គ្លេសក្នុងឆ្នាំ1603 Kingsman ជាក្រុមសម្ដែងមានប្រជាប្រិយភាពយ៉ាងខ្លាំងកំណត់ត្រាបង្ហាញថាស្នាដៃរបស់លោក William Shakespeare ត្រូវបានបោះពុម្ពផ្សាយនិងដាក់លក់ជាវណ្ណកម្មអក្សរសិល្ប៍ប្រជាប្រិយទោះបីវប្បធម៌ល្ខោននៅក្នុងសតវត្សទី16របស់អង់គ្លេសមិនទទួលបានការកោតសរសើរពីអ្នកមានឋានៈខ្ពង់ខ្ពស់ក្តីប៉ុន្តែមានពួកអភិជនខ្លះគឺជាអ្នកឧបត្ថម្ភរបស់សិល្បៈសម្ដែងនិងជាមិត្តភ័ក្តិរបស់តារាសម្ដែងជីវិតនៅក្នុងទីក្រុងឡុងនៅឆ្នាំ1592មានភស្តុតាងជាច្រើនបង្ហាញថាលោក William Shakespeare មានជីវិតជាអ្នកសម្ដែងផងនិងជាអ្នកនិពន្ធរឿងល្ខោននៅក្នុងទីក្រុងឡុងផងក្រៅពីនេះលោកបានផលិតរឿងល្ខោនជាច្រើនឆ្នាំក្រោយមកលោកបានផលិតស្នាដៃសម្រាប់តែរោងល្ខោនកណ្ដាលវាលដែលទើបនឹងសង់រួចថ្មីដែលអាចទទួលទស្សនិកជនចូលទស្សនាបានតែ 3000 នាក់ប៉ុណ្ណោះ1593ជាឆ្នាំនៃភាពជោគជ័យរបស់លោក Shakespeare នៅពេលក្រុមល្ខោន The Kingsman ដែលមានរូបលោកជាអ្នកនិពន្ធរឿងល្ខោននិងរួមសម្ដែងដែរនោះទទួលបានការគាំទ្រខ្លាំងបានធ្វើឲ្យលោក Shakespeare ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងទទួលបានជោគជ័យលើវេទិកាល្ខោននៅទីក្រុងឡុងខ្ពស់ជាងគេបំផុតគេជឿជាក់ថាលោក Shakespeare ចំណាយពេលវេលាស្ទើរតែទាំងអស់របស់លោកនៅក្នុងទីក្រុងឡុងដើម្បីសរសេរនិងសម្ដែងរឿងល្ខោននិងឆ្លៀតពេលមកលេងផ្ទះមួយដងក្នុងមួយឆ្នាំក្នុងអំឡុងពិធីបុណ្យសាសនា Lent រយៈពេល40ថ្ងៃដែលរយៈពេលនេះរោងល្ខោនក៏ត្រូវគេបិទទ្វារដែរមានការប៉ាន់ស្មានថាលោកបាននិពន្ធរឿងល្ខោនចំនួន16រឿងនិងក្លាយជាអ្នកនិពន្ធរឿងល្ខោនដែលមានសមត្ថភាពខ្ពស់បំផុតនៅប្រទេសអង់គ្លេសនាសម័យកាលនោះនៅឆ្នាំ1599លោក Shakespeare និងដៃគូជំនួញរបស់លោកបានសាងសង់រោងល្ខោនផ្ទាល់ខ្លួននៅភាគខាងត្បូងនៃទន្លេ Thames នៅឆ្នាំ1608លោកនិងដៃគូបានកាន់កាប់រោងមហោស្រពមួយទៀតឈ្មោះថា Blackfriars ប្រវត្តិវិទូបានសន្និដ្ឋានថាការវិនិយោគរបស់លោក Shakespeare លើរោងល្ខោនទាំងនោះបានផ្ដល់ពេលវេលាដល់លោកក្នុងការនិពន្ធរឿងល្ខោនដោយគ្មានការរំខានស្នាដៃរបស់លោក William Shakespeare រឿងល្ខោនរបស់លោក William Shakespeare ត្រូវបានសរសេរយ៉ាងសាមញ្ញដោយមានពាក្យប្រៀបធៀបនិងឃ្លាមិនស៊ីសង្វាក់គ្នាប៉ុន្តែលោកមានភាពច្នៃប្រឌិតខ្ពស់ដោយសម្របតាមបែបប្រពៃណីនិងគោលបំណងផ្ទាល់របស់ខ្លួននិងបានបង្កើតពាក្យផ្ចុងផ្ដើមបានយ៉ាងល្អក្នុងអំឡុងពេលរស់នៅក្នុងទីក្រុងឡុងស្នាដៃដំបូងរបស់លោក Shakespeare ត្រូវបានបោះពុម្ពផ្សាយស្នាដៃនោះជាប្រភេទកំណាព្យវែងចំនួន2ក្រោមចំណងជើងថា Venus and Adonis នៅឆ្នាំ1593និង Rape of Lucrece ក្នុងឆ្នាំ1594ក្នុងអំឡុងពេលបម្រើការនៅក្នុងក្រុមតួសម្ដែង Lord Chamberlain's Men លោកបានសរសេរស្នាដៃជាច្រើនដូចជា King Lear និង Macbeth ក៏ដូចជាមនោសញ្ចេតនាដ៏អស្ចារ្យផ្សេងៗទៀតដូចជារឿង The Winter's Tale និង The Tempest ជាដើមស្នាដៃនិពន្ធផ្សេងៗទៀតរបស់លោកត្រូវបានគេស្គាល់តាមរយៈរឿង Romeo និង Juliet និងរឿង Hamlet ដែលជាប្រភេទរឿងសោកនាដកម្មរំជួលអារម្មណ៍លេចធ្លោបំផុតរបស់លោកកិត្តិនាមរបស់កវីនិពន្ធអង់គ្លេសរូបនេះនៅតែពេញនិយមនៅគ្រប់សម័យកាលដោយអ្វីដែលអ្នកកវីរួមចំនួនជាមួយគ្នានោះបានពោលថាលោកមិនមែនជាមនុស្សតែមួយចំនួននោះទេប៉ុន្តែសម្រាប់គ្រប់ចំនួនទទួលមរណភាពដោយមិនដឹងមូលហេតុច្បាស់លាស់គេមានជំនឿថាលោក William Shakespeare ទទួលមរណភាពនៅថ្ងៃទី23ខែមេសាឆ្នាំ1616ក្នុងវ័យ52ឆ្នាំលោកត្រូវបានគេបញ្ចុះនៅក្នុងព្រះវិហារ Holy Trinity នៅថ្ងៃទី25ខែមេសាឆ្នាំ1616មូលហេតុពិតប្រាកដនៃការស្លាប់របស់លោកមិនត្រូវបានគេដឹងឡើយទោះបីមានមនុស្សមួយចំនួនជឿជាក់ថាលោកស្លាប់ដោយសារជំងឺលោកបានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើនឲ្យកូនស្រីច្បងរបស់លោកឈ្មោះ Susanna ទស្សនៈរបស់លោក William Shakespeare 1. ចូលស្រឡាញ់មនុស្សគ្រប់គ្នាទុកចិត្តមនុស្សតែមួយចំនួនបានហើយនិងកុំធ្វើរឿងមិនល្អដាក់អ្នកណាម្នាក់ 2. ភ្នែកគឺជាច្រកទៅកាន់ដួងចិត្ត 3. ចូលមានអ្វីឲ្យច្រើនជាងអ្វីដែលអ្នកបង្ហាញចូលនិយាយឲ្យតិចជាងអ្វីដែលអ្នកដឹង 4. គ្មានអ្វីដែលអាក្រក់ឬល្អនោះទេប៉ុន្តែការគិតធ្វើឲ្យជល់បែបនោះ 5. មនុស្សមួយចំនួនកើតមកអស្ចារ្យអ្នកខ្លះទៀតសម្រេចរឿងអស្ចារ្យខណៈអ្នកផ្សេងទៀតមានរឿងអស្ចារ្យកើតលើពួកគេ 6. មិនមែនភពផ្កាយទេដែលកាន់កាប់ជោគវាសនារបស់យើងប៉ុន្តែគឺខ្លួនរបស់យើងទៅវិញទេ 7. អណ្ដាតរបស់ខ្ញុំនឹងប្រាប់ពីកំហឹងរបស់បេះដូងខ្ញុំបើមិនដូច្នេះទេបេះដូងខ្ញុំនឹងលាក់កំហឹងនោះ
8ប្រសិនបើតន្ត្រីជាអាហារនៃសេចក្តីស្រឡាញ់សូមប្រគំវាឡើង9ដំណើរនៃស្នេហាពិតមិនដែលមានដំណើរការរលូននោះទេ10កុំខ្ជះខ្ជាយសេចក្តីស្រឡាញ់របស់អ្នកលើនរណាម្នាក់ដែលមិនឲ្យតម្លៃសេចក្តីស្នេហានោះ